បាទសួស្តីអ្នកនរគ្នាខ្ញុំបាទឈ្មោះលៀងមេងឈានថ្ងៃនេះខ្ញុំនឹងមកនិយាយអំពីការដំឡើង YouTube server នៅក្នុង VirtualBox អញ្ចឹងកុំឲ្យខាត់ពេលយូរចូលទៅកាន់click like ពី new នេះមកនេះគឺជាឈ្មោះ VPN របស់យើងចឹងខ្ញុំសូមដាក់YouTube អឺខ្ញុំសូមដាក់ YouTube server ទៅ server នេះគឺជា file ដែលខ្ញុំត្រូវទុកវាអញ្ចឹងខ្ញុំទុកវានៅ disk នៅ ID របស់ខ្ញុំនៅគឺនៅ file YouTube server ហើយបន្តមកនេះគឺខ្ញុំចូលយក file YouTube server ដែលខ្ញុំបាន download ហើយនេះគឺជា OS Linux ហើយនេះគឺជា OS description គឺYouTube មកខ្ញុំសូមលុបពាក្យ right click លើនេះហើយសម្រាប់នេះខ្ញុំសុំ RAM ខ្ញុំសុំយក 4G ចំណែកឯ CPU ខ្ញុំយក 2G ដើម្បីវាដើររៀងលឿនហើយចំណែកឯនេះចំណែកឯ memory ខ្ញុំសុំយក 64G បន្តមកទៀតហើយបន្តមកខ្ញុំចុចពាក្យ finish មកអាច start បានអញ្ចឹងចុចលើពាក្យ start រងចាំវាកំពុងតែដំណើរការទៅដល់ខ្ញុំចុច enter ខ្ញុំសុំរីកឲ្យធំបន្តិចដើម្បីចូលមើលហើយបន្តមកទៀតរងចាំវាដំណើរការពេញសិនវាឲ្យរើសភាសាខ្ញុំសូមរើសយក English ខ្ញុំចុចដានទៅមុខទៀតហើយចំណែកនេះខ្ញុំយកដានទៀតយកដានទៀតរងចាំវាដំណើរការឥឡូវខ្ញុំសូមបែកទៅក្រោយវិញបន្តិចខ្ញុំជ្រើសមកយកកន្លែងនេះហើយខ្ញុំយក IP4 តមកខ្ញុំយកពាក្យថា enter ខ្ញុំយក menu អញ្ចឹង menu នឹងអាច enter address gateway អីបានតែសម្រាប់ថ្ងៃនេះខ្ញុំ description ទេខ្ញុំយកពាក្យដានឥឡូវវាកំពុងតែតេស្តសិនតបពីតេស្តហើយខ្ញុំចុចពាក្យដានខ្ញុំត្រូវ config storage វាអញ្ចឹង Linux ជាទូទៅវាត្រូវប្រើទាំងអស់វាអត់ចែក disk ដូចជា Windows try C try D អីឯងអញ្ចឹងចុចពាក្យដានទៀតនេះវាចាក់ជា summary file system របស់យើងឲ្យយើងមកពេលយើង commit អញ្ចឹង
ចឹងខ្ញុំចុចយក content ខ្ញុំអញ្ចឹងកន្លែងនេះខ្ញុំត្រូវបំពេញឈ្មោះរបស់ខ្ញុំ HEAN ខ្ញុំត្រូវ set up ណា007ចែកឯសវណ្ណាខ្ញុំដាក់U U1 U1 search ចែក username ខ្ញុំដាក់ខ្ញុំដាក់ HEAN 07ចំណែក password ខ្ញុំដាក់ CHEAN 007ដែរចំណែកនេះខ្ញុំដាក់ XX វា error ហើយចូលមកដល់កន្លែងបំពេញឈ្មោះហើយខ្ញុំសូមបំពេញឈ្មោះដោយយកឈ្មោះរបស់ខ្ញុំឈៀន AN 007ហើយខាងក្រោមខ្ញុំយកជា server ខ្ញុំដាក់ U1 server U1 server ហើយឈ្មោះរបស់ខ្ញុំ CHEN 007ចុះមកក្រោមទៀត password គឺ CHEN 007ក្នុងក្រោមទៀត CHEAN 07តបមកខ្ញុំចុចដានតបចុចដានហើយចុចលើពាក្យ continue តបមកខ្ញុំបកក្រោយបន្តិចខ្ញុំសូមដូរ password វិញខ្ញុំដាក់ C AN 007ក្រោយ C AN 007ខ្ញុំយកពាក្យដានយក connect យកពាក្យដានទៀតចំណែកនេះគឺយើងមិនយកក៏បានដែរព្រោះវាធីកឲ្យអស់ហើយអញ្ចឹងយកពាក្យដានទៀតអញ្ចឹងត្រូវចាំវាដំឡើងសិនអញ្ចឹងខ្ញុំសូម stop វីដេអូធំនឹងសិននៅពេលដែលវាដំឡើងហើយខ្ញុំនឹងបន្តវីដេអូបន្ថែមទៀត